Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកបរៀនអ្នកគ្នាពីរបៀបបង្កើត Apple ID អញ្ចឹងណាអ្នកគ្នាអញ្ចឹងដំបូងគឺយើងត្រូវតែមានកម្មវិធីមួយនេះសិននេះកម្មវិធី Gmail យើងនេះអ្នកគ្នាអញ្ចឹងយើងត្រូវតែមានមួយនឹងសិនអូខេបន្ទាប់មកយើងត្រូវតែចូលទៅបង្កើតវាចុចកន្លែងនេះចុចពីថា add ទៅចុចកន្លែង Google នេះមកបន្ទាប់មកយើងចុចកន្លែងប្រើករណីផ្សេងទៀតចុចកន្លែងហ្នឹងមួយមកអញ្ចឹងវាឲ្យយើងបង្កើតហើយអញ្ចឹងកន្លែងនេះគឺយើងយករបស់យ៉ាចាស់ក៏បានតែសម្រាប់ខ្ញុំគឺបង្កើតអានេះគេដាក់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ការងារឬអាជីវកម្មអញ្ចឹងខ្ញុំអាជីវកម្មក៏បានសម្រាប់ការប្រើប្រាស់ខ្លួនរបស់ខ្ញុំបានតែខ្ញុំយកក្រោមអ្នកគ្នាស្រួលជាងយើងចែកចាយលាអញ្ចឹងណាអូខេហើយខ្ញុំក៏ដាក់អីបាក់វិញឆ្ងាយណាស់អ្នកគ្នាព្រោះយើងធ្វើវីដេអូអញ្ចឹងយើងដាក់តាមហ្នឹងទៅហ្វាយើងដាក់តា file KX ដាក់ file KX ប៉ុណ្ណឹងបានហើយអ្នកគ្នាអញ្ចឹងយើងដាក់ថ្ងៃខែមកខែកុម្ភៈឆ្នាំយើងមិនដាក់ឲ្យត្រូវទេអ្នកគ្នាដាក់ឆ្នាំ2000អញ្ចឹងទៅភេទប្រុសហើយបន្ទាប់មកយើងចុចបន្ទាប់ទៀតមកបន្ទាប់មកវាចេញកន្លែងនេះនេះកន្លែងនេះយើងយកពាក្យក្រោមវាស្រួលចាំជាង file KX ហ្នឹងហើយពាក្យសម្ងាត់យើងដាក់ពាក្យសម្ងាត់មកអ្នកគ្នាអូខេតមកគេឲ្យយើងដាក់លេខទូរស័ព្ទអញ្ចឹងអ្នកគ្នាដាក់លេខទូរស័ព្ទអ្នកគ្នាមកអូខេហើយបន្ទាប់មកយើងចុចកន្លែងនេះបន្ទាប់ទៀតមកហើយយល់ព្រមអូខេបន្ទាប់ពីយើងបង្កើតបានហើយយើងចូលមកកន្លែងនេះកន្លែង setting ជាពីថា Apple account ហ្នឹងតោះមកយើងចុចយកក្រោមចុចយកឡករៀលនេះមកជាស្រ័យដល់គ្នាច្រឡំយកយ៉ាងនេះហើយបន្តមកវាថ្ងៃខែយើងឆ្នាំយើងអញ្ចឹងណាអាយុ12ឆ្នាំអាយុ13ដល់17 18ថេអញ្ចឹងយើងយក18ថេមកខ្ញុំអាយុច្រើនដែរចុចលើវាតែមួយបានហើយអ្នកគ្នាអញ្ចឹងឡើយនេះវាឲ្យមកពេញឈ្មោះដាក់នុតបយលុយអញ្ចឹងណាគ្នាហើយនុតបយលុយអញ្ចឹងអេថ្ងៃ2003អីចឹងណាចាដាក់យកអ្នកគ្នាចានេះយើងអេដ Gmail យើងចូលមក Gmail យើងដាក់មិញហ្នឹងតែសម្រាប់ខ្ញុំគឺខ្ញុំមិនបានទៅខ្ញុំទៅ copy យកអញ្ចឹងខ្ញុំទៅ copy នេះcopy បានចឹងចូលឡើងនេះមើលអូខេនេះcopy អត់បានដូចរបស់ខ្ញុំអានោះខ្ញុំ copy បានអូខេចឹងយើងវាយតាមហ្នឹងមកវា copy អត់បានយើងដាក់មកបាច់ file KX ហើយប្រហែលទៀត55 56 18 G នេះឈប់ដាក់នេះសិនហើយ Gmail ហើយ .com អូខេដាក់ប៉ុណ្ណឹងមក change password ចាំមានសម្លេងខានអធិស្ឋានមកនេះចុចលើមកទេ2 3 3 4 4អូខេបន្ទាប់មកនេះលក្ខណៈថាយើង
នេះវាលក្ខណៈវាខលពីយើងអញ្ចឹងណាយើងចុច continue ទៀតមកអូខេតោះមកវាបានហើយនេះចុច create មួយទៀតមកអូខេឥឡូវវារួចរាល់មកហើយស្រេចអ្នកគ្នាអញ្ចឹងចុចអានេះទៀតមកអញ្ចឹងងាយទេអ្នកគ្នាបង្កើតតែ point deal វាអត់ពិបាកទេបាទតែយើងអត់ចេះទៅมันវាពិបាកតែបើយើងចេះអត់ពិបាកទេនេះបើខ្ញុំគឺខ្ញុំវាយ iCloud យកតែម្ដងពួកអីខ្ញុំរត់ដាក់ដែរមិញតែខ្ញុំដាក់បាត់ទៅឥឡូវវា confirm មកឲ្យហើយនេះគេឲ្យយើងដាក់លេខកូដសោយើងអ្នកគ្នាអូខេរងចាំវាផ្លែទៅឥឡូវវាជោគជ័យបានសម្រាប់ទេអ្នកគ្នានេះ not boy លុយហើយចុចអានេះមកនេះពីនឹងមួយណាក៏បានដែរចុចវាទៅវាបាត់ហើយចឹងយើងគ្រាន់តែវាយ password ចូលដែរយើងគ្រាន់តែវាយ password ចូលទៅគឺវាបានឆេងរួចរាល់គឺវា confirm ធម្មតាវិញហើយអូខេចឹងបាច់ដាក់ទេចុចអានេះបាច់ទៅប៉ះពាល់វាទេអ្នកគ្នាចឹងយើងទៅ download វាទាំងអស់គ្នាមើលតែវា download បានអត់អូខេ continue ហើយយើងធ្វើការតេស្តមួយសិនហើយយើងធ្វើការតេស្តកម្មវិធីនេះមួយសិនអូខេនេះចឹងយើងដាក់លេខកូដមកអូខេគ្រីសនេះចឹងវាពងអវិលអូខេដល់បានជោគជ័យតានេះចឹងងាយស្រួលមែនតើនេះចេញមកនេះចឹងវីដេអូគឺ